បាទសួស្តីបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះគឺជាការអាប់ដេតថ្មីយើងបន្ថែមមុខងារថ្មីណាឥឡូវយើងអាប់ដេតដល់ version 6.6ហើយបាទអញ្ចឹងទៅលើការអាប់ដេតនៅក្នុង version នេះគឺយើងបន្ថែមទៅលើ Red Note ដែលជាកម្មវិធីរបស់ចិនណានេះ rednote.com ដែលយើងអាចហៅម្យ៉ាងទៀតថាសែហុងស៊ុហើយយើងបានអាប់ដេតតាក់ទងvớiការ download unlimited ទៅលើ Rel នៅក្នុង profile ហ្មងចង់ download link មួយក៏បានដែរអញ្ចឹងណាអូខេឥឡូវយើងចូលទៅលើការអាប់ដេតរបស់យើងតែម្ដងអញ្ចឹងសូមបងប្អូនអត់ទាន់មានទៅលើ file កម្មវិធី6.6ទេបងប្អូនអាចចូលមកកាន់ group របស់យើងchannel របស់យើងដើម្បីធ្វើការ download version ថ្មីបានណាហ្នឹងហើយបើអត់ច្បាស់អាចសួរបន្ថែមបានអូខេឥឡូវយើងចូលមកកាន់ website បាទនេះ website សៀងស៊ូអញ្ចឹងយើង refresh មួយមកអញ្ចឹង website នេះវានឹងទាមទារឲ្យយើង scan បាទ scan QR នេះណាដើម្បីធ្វើការ log in account អញ្ចឹងជាទូទៅបងប្អូនធ្វើការបង្កើត account នៅក្នុងទូរស័ព្ទដៃទៅហើយយើងធ្វើការ scan អញ្ចឹងណាអូខេឥឡូវខ្ញុំយកទូរស័ព្ទមក scan ឲ្យបងប្អូនមើលសិនណាបាទអញ្ចឹងខ្ញុំបានយកទូរស័ព្ទមកហើយអញ្ចឹងខ្ញុំ refresh មួយសារទៀតមកណាអញ្ចឹងយើងធ្វើការ scan ទៅយើងគ្រាន់តែចូលមកកាន់ app នៅក្នុងទូរស័ព្ទយើង register តាមរយៈលេខទូរស័ព្ទនៅក្នុងកម្មវិធីទូរស័ព្ទយើងណារបៀប register អត់ពិបាកទេបើសិនបងប្អូនអត់ច្បាស់ហើយអាចសួរបន្ថែមបានណាអញ្ចឹងខ្ញុំ scan អូខេឥឡូវខ្ញុំ scan បានជោគជ័យហើយរងចាំតិចសិនវាមក auto verify បន្តិចសិនណាអូខេនេះរួចរាល់ហើយគឺវា auto log in ណានេះវា load line me ចេះអូខេអញ្ចឹងរួចរាល់ហើយអញ្ចឹងនៅក្នុងនេះយើងអាចមើលវីដេអូអីផ្សេងៗបានណាគេអាចមើលបានបាទនេះជាវីដេអូនេះប្រភេទតម្រង់ link មួយយើងអាច copy យកទៅប្រើ download អីបានស្រេចចិត្តអញ្ចឹងណាបងប្អូនចង់បានមក profile ចុច like profile គេនេះបាទចុចចឹងមកហើយយើងអាចអូសមើលនេះមានច្រើនមែនទែនបាទតรงមួយវីដេអូណាអញ្ចឹងយើងមិនអូសដល់អស់ទេកម្មវិធីនឹងអូតូទាញទាំងអស់តែម្ដងអញ្ចឹងណាយើងគាត់តែ copy link ខាងលើនេះបាទអញ្ចឹងឈានបន្ទាប់តាក់ទងvớiកម្មវិធីយើងបងប្អូនអាចចូលមកកន្លែង readme នេះសិនមកបើសិនបងប្អូនអត់ទាន់មានបាទអត់ទាន់មាន extension នេះ get cookie locally នេះបើសិនបងប្អូនអត់ទាន់មានណាបងប្អូនអាចចូលមកកាន់ readme កន្លែង download extension បងប្អូន copy link នេះមកនេះបាទ copy link extension ណាអូចាំតិចដាច់ link បាត់ហើយចាំខ្ញុំដាក់ឲ្យភាសាទៀតណាអានេះដោយសារវាដាច់ link ប៉ុន្តែអត់អីទេយើងអាចចូលមកកាន់នេះមកតែពេលខ្ញុំអាប់ដេតបងប្អូននឹងឃើញតម្រង់ link ពេញហើយបងប្អូនក៏ copy មកណាចាំខ្ញុំអាប់ដេតឲ្យអត់អីទេអាហ្នឹងទូទៅមានទេគាត់ណាយើងអាប់ដេតអូខេChrome get cookie នេះបងប្អូនវាយពាក្យថា get ហើយ cookie ចឹងមកណាអញ្ចឹងបងប្អូនអាចធ្វើការ add ដើម្បីបាន extension នេះអញ្ចឹងបើសិនបងប្អូនអត់ទាន់មានបងប្អូនមានហើយវា load ពាក្យ remove នេះដោយសារខ្ញុំមានហើយណាអូខេអញ្ចឹងឥឡូវយើងចូលបន្តសង្ឃឹមថាកន្លែងហ្នឹងវាងាយទេអត់បាក់ទេអាហ្នឹងមានវីដេអូ training មុនប្រាប់ហើយអញ្ចឹងណាអូខេអញ្ចឹងឥឡូវចូលជំហានបន្តទៀតតាក់ទងមួយ Red Note ហ្នឹងបងប្អូនមើលនេះfolder យើងមាន folder Red Note មួយណាចាំតិចនេះបងប្អូននេះ Red Note បាទ Red Note downloader បងចូលនឹងមកមាន file មួយចុះបងប្អូនបើកមកណាបាទបើក file នឹងមកអូខេរងចាំបន្តិចទៅអូខេវាដំណើរការនេះវាបង្កើតបាន folder 2អញ្ចឹងកម្មវិធីយើងដើរនេះបងប្អូនណាអញ្ចឹងជាហ៊ានដំបូងរបៀបក្នុងការប្រើប្រាស់អត់ពិបាកទេបងប្អូនគាត់ដាក់ link profile នេះមកចូលមកគឺយើងចុច start download គឺ auto ទាញទៅតែម្ដងអញ្ចឹងណាក៏ប៉ុន្តែដើម្បីធ្វើអញ្ចឹងបានជាជំហានដំបូងបងប្អូនបើកដំបូងមកបងប្អូនចូលមកកាន់កន្លែង cookie នេះសិនបងប្អូនចូល cookie នេះដើម្បីមក copy cookie យកមកផាសដើម្បី validate វាឲ្យវាដើរត្រឹមត្រូវណាវាអាច download បានទាំងអស់អញ្ចឹងកន្លែង cookie នេះបងប្អូនចូលមកកាន់ browser refresh មួយហើយបងប្អូនចូលមកកាន់ cookie នេះ get cookie ហ្នឹងបងប្អូនចុចពាក្យថា copy បាទចុច copy មួយអញ្ចឹងមកវា load គ្រីសតើបងប្អូនចូលមកកម្មវិធីយើងបងប្អូនមកស្ដាំផាសក៏បានឬក៏ control V ដើម្បីផាសតិនន័យនឹងចូលមកបន្តមកបងប្អូនចុចពាក្យថា validate នេះបងប្អូន validate ហើយចេញបៃតងចេះបាទបន្តមកយើងចុច OK មកហើយយកពាក្យ save cookie ទុកប្រើ5ថ្ងៃក្រោយទៀតពេលបងប្អូនបើកប្រើមិនចាំបាច់ដាក់ទៀតទេអញ្ចឹងណាយើងអាចប្រើថ្ងៃក្រោយទៀតបានយើងអូខេចឹងហើយយើងចូលមកកន្លែង download អញ្ចឹងការងារតែប៉ុណ្្នឹងទេហើយកន្លែង history អីផ្សេងនេះបងប្អូនមិនចាំបាច់មើលក៏បានដែរអញ្ចឹងណាគ្រាន់តែវាអូតូប្រាប់តិនន័យអីផ្សេងនៅក្នុងនឹងអញ្ចឹងទៅអញ្ចឹងការងារយើងតែចូលតែ cookie មួយហើយនឹង download មួយទេតែប៉ុណ្្នឹងទេការងារអូខេអញ្ចឹងរួចហើយអញ្ចឹងបងប្អូនអាច refresh ភាសាទៀតក៏បានយើង copy link នេះបាទនេះជា link profile ណាយើងឈរលើ profile យើង copy link ហ្នឹងមកហើយយើងយកមកផាសក៏បាន control V ក៏បានបាទខ្ញុំ control V តោះមកបងប្អូនចុចពាក្យថា detect link ដើម្បីឲ្យវា detect link profile នេះ detect ចូលអញ្ចឹងហើយចុចកន្លែងនេះមួយណាចុចកន្លែងនេះមួយហើយបងប្អូនចុចកន្លែង start download តែប៉ុណ្្នឹងទេបងប្អូនហើយវានឹងធ្វើការ auto download ឲ្យបងប្អូនមកចាប់ឲ្យតែម្ដងអញ្ចឹងណា
គឺងាយស្រួលមែនតើអញ្ចឹងកន្លែងនេះពេលវា load នេះបងប្អូនវាមាន load បើសិនជា computer ខ្លះវា load សួរថា allow អត់ណាអញ្ចឹងខ្ញុំយកពាក្យថា allow ហើយខ្ញុំចូលពាក្យ yes អាហ្នឹងគេសួរតែម្ដងទេអញ្ចឹងបើសិនបង computer បងប្អូន load តែបើសិនជាអត់ load ទេក៏អត់អីដែរគឺដំណើរការធម្មតាអញ្ចឹងណាអញ្ចឹងបើវា load ឬក៏អីញញ៉ៃអត់ច្បាស់តាណាចាំឆាតមកសួរតាមហ្នឹងអញ្ចឹងណាអូខេអញ្ចឹងវាដំណើរការ auto ឯងបងប្អូននេះអញ្ចឹងបងប្អូនអាចចូលមកកន្លែង folder របស់យើងមកយើងរងចាំមើលបាទវានឹងបង្កើត profile មួយឈ្មោះ profile មួយមកហើយនឹង download វីដេអូរបស់យើងអញ្ចឹងវាកំពុងតែ scan គ្រប់វីដេអូទាំងអស់នេះ scan បាន100វីដេអូជាងហ្នឹង105នេះយើង scan រហូតតតែគ្រប់វីដេអូនឹងទាំងអស់មកដែលដឹងថាវីដេអូនៅក្នុង profile នឹងមានប្រមាណវា scan យកមកទាំងអស់អញ្ចឹងណានេះវាកំពុងដើរអញ្ចឹងទុកមកសន្ទុះទៅអញ្ចឹងខ្ញុំ skip វីដេអូនេះបន្តិចសិនកុំឲ្យយូរបាទអូខេអញ្ចឹងវាចាប់ដើម scan ណាបងប្អូនបាទអញ្ចឹងរងចាំតិចចិត្តហើយបាទអូខេអញ្ចឹងរបៀបប្រើគឺងាយស្រួលមែនតើហើយយើងចំណាយពេលក្នុងការធ្វើនេះចូល2ខែជាងហើយតម្រាំតដំណើរការ 100% ណាអញ្ចឹងបើសិនបងប្អូនឆ្ងល់អីផ្សេងអត់យល់អត់ច្បាស់តាណាអាចសួរបានអញ្ចឹងណាឆាតមកសួរ admin បានអូខេអញ្ចឹងវាដំណើរការបងប្អូនអាចចូលមកកន្លែង download មើលបានណានេះបងប្អូនបង្កើត folder មួយនៅក្នុងហ្នឹងមាន profile មួយហើយវីដេអូចាប់ដើមចូលមកបន្តហើយនេះបាទអូខេបាទអែមមែនតើបងប្អូនអូខេអញ្ចឹងវាមានភាគរយអញ្ចឹងទាំងអស់មាន105វីដេអូបងប្អូនចង់ដឹងបងប្អូនអាចអង្គុយរាប់បានអង្គុយរាប់នៅក្នុងនឹងអញ្ចឹងណាអញ្ចឹងវានឹងធ្វើការ download ម្ដងមួយរហូតតទៅអស់បាទហ្នឹងហើយ105វីដេអូហ្នឹងអញ្ចឹងណាចឹងបើសិនបងប្អូនខ្ជិលថាអូខេនេះយើងអាចដាក់ link profile តគ្នាបន្តគ្រាន់តែ enter មកណាហើយខ្ញុំចុច start ទៅម្ដង download បានច្រើន profile ហើយវាបែងចែកជា profile មួយតគ្នាបានអូតូតែម្ដងអញ្ចឹងណាបើសិនជាអត់ច្បាស់អីអាចឆាតមកសួរបានលើចំណុចផ្សេងៗការដាក់ link នេះខ្ញុំបង្ហាញតាក់ទងមួយការប្រើ profile មួយអញ្ចឹងមកណាលេងចូលមើលអូខេនេះវីដេអូមកនេះអែមមែនតើបាទអូខេអញ្ចឹងឃើញថាវាដំណើរការល្អបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងធ្វើការ update ទៅលើកម្មវិធីថ្មីបន្ថែមទៀតបញ្ចូលនៅក្នុង version បន្ទាប់ណាបងប្អូនអាចមើលបានទីទៀតនឹងមាន version 6.7 ដែលយើងបន្ថែមមុខងារថ្មីបន្ថែមទៀតអញ្ចឹងបើសិនបងប្អូនឆ្ងល់អីផ្សេងអាចឆាតសួរ admin បានអញ្ចឹងណាបាទខ្ញុំធ្វើការ support បងប្អូនបន្ថែមទៀតអូខេអរគុណច្រើន